ពេលខ្លះលោកអ្នកប្រើប្រាស់ទៅលើរថយន្តថ្មីក៏ដោយក៏ប៉ុន្តែមិនគួរមើលរំលងទៅលើចំណុចសុវត្ថិភាពទាំងនេះផងដែរជាមួយនោះគឺសម្ពាធខ្យល់កង់ទាំង4បងប្អូនអាចដឹងបានតាមរយៈ monitor ខាងក្នុងរបស់យើងផ្ទាល់តែម្ដងដែលវាមានបង្ហាញប្រាប់យើងថាកង់របស់យើងនឹងសម្ពាធខ្យល់នីមួយៗវាគ្រប់សម្រាប់ស្តង់ដារនៃកង់របស់វាដែរឬអត់ចំណុចទី2នោះគឺប្រព័ន្ធបញ្ជាផ្លូវទឹកវាសំខាន់បំផុតសម្រាប់ខែវស្សានេះបើសិនជាបងប្អូនធ្វើដំណើរទៅទីជិតទីឆ្ងាយយើងត្រូវ check up អានឹងដូចគ្នាហើយសម្រាប់ចំណុចទី3នោះវាកាន់តែពិសេសនិងសុវត្ថិភាពសម្រាប់បងប្អូនទាំងអស់គ្នាគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធ Frank ABS ថាតើប្រព័ន្ធ Frank ABS របស់យើងនឹងគឺវានៅដំណើរការ smooth ធម្មតាដែរឬអត់អញ្ចឹងណាបងប្អូនអូខេសម្រាប់ចំណុចទី4នោះគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធភ្លើងពាក់ព័ន្ធជាមួយនឹងភ្លើងសញ្ញោស្វែងស្ដាំក៏ដូចជាភ្លើងហ្វាភ្លើងកូតថាតើភ្លើងទាំងអស់នេះគឺវានៅដំណើរការធម្មតាដែរឬអត់ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងភ្លើងសញ្ញោតែម្ដងអូខេសម្រាប់ចំណុចចុងក្រោយនោះបើសិនជាបងប្អូនធ្វើការ check ទៅលើប្រមាណចំណុចខាងលើនឹងហើយប៉ុន្តែបងប្អូននៅអត់ទាន់មានអារម្មណ៍ថា comfort ឬមួយក៏ច្បាស់បងប្អូនអាចយករថយន្តបងប្អូនមកកាន់ទីតាំង showroom របស់ពួកយើងដើម្បីធ្វើការ check up ផងដែររីករាយជាមួយនឹងដំណើរកម្សាន្តចុងសប្តាហ៍ជួបជុំគ្រួសាររបស់លោកអ្នក